ថ្ងៃនេះខ្ញុំប្រកាសថាភាពឆ្លៀតឱកាសពីពេលតំណេតិចហ្នឹងគឺចង់ឆ្លើយតបទៅនឹងសំណួររបស់បងប្រុសម្នាក់ដែលគាត់សួរតាមពិតទៅអាត្មាឆ្លើយជូនគាត់រួចហើយប៉ុន្តែដោយសារគាត់សួរហ្នឹងគាត់នឹកឃើញថាសំណួរហ្នឹងវាមានប្រយោជន៍ដែលយើងគួរយល់ដឹងទាំងអស់គ្នាញាតិញោមបងគាត់សួរថាតើប្របាទជ័យប្រមាណទី7ហ្នឹងគាត់សួរដោយឃើញរចនាប័ទ្មដែលយើងទម្លាប់ធ្វើហ្នឹងគឺធ្វើមានតែបសិយស័កដូចញោមឃើញកាមេរ៉ាចង្អុលទៅកន្លែងដែលអាត្មាដាក់តាំងកន្លែងមកធ្វើការហ្នឹងមិនមែនអាត្មារកពេលនិយាយរឿងហ្នឹងយូរហើយប៉ុន្តែវាចេះតែរវល់ទៅហើយតែយើងមកដាក់កន្លែងធ្វើការហ្នឹងមិនមែនមានន័យថាអាត្មាស្រឡាញ់គោរពឲ្យតម្លៃទៅលើបសិយស័កទៅទេអញ្ចឹងទេប៉ុន្តែអាត្មាទៅកន្លែងជាងចម្លាក់ដែលគេលុបគ្រឿងតុបតែងផ្សេងខ្ញុំដែលធ្វើពីឈើហ្នឹងហើយទៅក៏ឃើញប្រកាសបសិយស័ករបស់ប្របាទជ័យប្រមាណទី7ហ្នឹងក៏ប្រមូលទិញយកមកទាំងអស់ហើយមានប្រមាណទិញយកទាំងអស់ព្រោះគោបំណងអត់ចង់ឲ្យគាត់លក់បន្តទៅទៀតទេហើយអាត្មាឃើញរឿងហ្នឹងច្រើនប៉ុន្តែអាត្មាបរោពេលនិយាយមិនបាននិយាយខ្ញុំហើយម្យ៉ាងនិយាយទៅចេះខ្លាចប៉ះពាល់ក្រសួងពាក់ព័ន្ធមួយចំនួនប៉ុន្តែបើមិននិយាយក៏រឿងហ្នឹងវាបន្តទៅអញ្ចឹងរហូតគាត់សួរថាតើប្របាទជ័យប្រមាណទី7ហ្នឹងមានតែបសិយស័កអញ្ចឹងឃើញកន្លែងខ្លះធ្វើតែបសិយស័កកន្លែងខ្លះធ្វើបសិយស័កធ្វើតួខ្លួនពេញហើយប៉ុន្តែទៅកាត់ដៃកាត់ជើងចោលជើងកាត់ជើងឆែកមកចំហៀងជើងកាត់ផ្ពាល់ហ្នឹងឆែកមកចំហៀងទៅណាផ្ពាល់ស្មាខាងឆែកមកចំហៀងទៅជើងកាត់ប្រហាត់ថាគឺដៃទាំងពីរហ្នឹងប្រហោះទាំងទ្វេរបស់ព្រះអង្គត្រូវបានកាត់ផ្ដាច់ទាំងពីរអញ្ចឹងទៅគាត់សួរថាតើប្របាទជ័យប្រមាណទី7កាលដែលព្រះអង្គនៅប្រជជនព្រះអង្គអត់មានប្រហោះទេឬអត់ទេញោមបងប្រកាសណាលោកចាស់គ្រប់ព្រះអង្គខ្ញុំកណាមិនចេះជាងប្រកាសណាលោកចាស់គ្រប់ព្រះអង្គទេខ្ញុំណាសូមអធិស្ឋានក្រែងលោកនិយាយទៅខ្ញុំកណាមានការលឺលោកអីខ្ញុំកណាគ្រាន់តែនឹកបេះដូងនឹងស្រឡាញ់ជាតិស្រឡាញ់សាសនាដូចតែព្រះអង្គគ្រប់ព្រះអង្គចឹងដែរប៉ុន្តែពេលខ្លះព្រះអង្គគ្រប់ព្រះអង្គមិនសូវមានពេលទំនេរក្នុងការនិយាយទៅខ្ញុំកណាមានពេលទំនេរទៅក៏ឆ្លៀតនិយាយតិចចឹងទៅព្រះអង្គណាដាក់សតិទាំងអស់គ្នាចឹងទៅអត់ទេញោមប្របាទជ័យប្រមាណទី7យើងសិក្សាពីប្រវត្តិរបស់ព្រះអង្គគឺជាវីរៈក្សត្រដ៏អស្ចារ្យណាស់ទឹកដីយើងគឺជាមហានគរដែលមាននគរចំណុះរាប់ពាន់នគរយកសួយសាអកមកគោរពបូជាគោរពឲ្យតម្លៃព្រះអង្គធ្វើសក្តិសង្គ្រាមទៅទឹកណាប្រឆេះហើយយើងមិនបាច់ចាំទៅសិក្សាពីប្រវត្តិសិលាចារឹកណាពីប្រវត្តិរបស់ព្រះអង្គឲ្យជាក់លាក់មែនតើយើងគ្រាន់តែសម័យបន្តិចទៅណាហ្នឹងប្រកាសណាញាតិញោមគ្រាន់តែសម័យបន្តិចថាចុះបើព្រះអង្គដាច់ប្រហោះទាំងពីរអញ្ចឹងតើព្រះអង្គកាន់ដាវឬក៏ដឹកនាំពលទាហានទៅធ្វើសក្តិសង្គ្រាមដូចម្ដេចកើតបើព្រះអង្គឆែកផ្ពាល់មកចំហៀងឬក៏ព្រះអង្គមានតែបសិយស័កតើព្រះអង្គមានប្រជជនដោយរបៀបណាឬក៏យើងនិយាយឲ្យងាយស្ដាប់មែនតើថានៅប្រជជនមានទាំងប្រភពមានទាំងតួខ្លួនប៉ុន្តែបើអត់ដៃទាំងទ្វេហ្នឹងតើព្រះអង្គទៅដឹកនាំតបណាវាច្បាំងជាមួយសត្រូវព្រះអង្គជាក្សត្រប៉ុន្តែអត់មាននៅក្រោយទេញោមមេតបឲ្យព្រះអង្គគឺទៅមុនពលទាហានរហូតអស្ចារ្យណាស់ប្របាទជ័យប្រមាណទី7ចឹងបានជាអ្នកនៅក្រោមប្របាទរបស់ព្រះអង្គគោរពបូជាព្រះអង្គនឹងខ្លាំងណាស់បីដូចជាអតិទេពតែប្រភពរបស់ស្ដេចមិនចង់ហ៊ានមើលផងចំណន់ហ្នឹងយើងសិក្សាពីប្រវត្តិអស្ចារ្យណាស់អញ្ចឹងមិនមានន័យថាព្រះអង្គគត់ប្រហោះអញ្ចឹងទេតែហ្នឹងដែលអាត្មានឹកថាវាសំខាន់ដែរដែលគួរយកមកនិយាយបន្តិចទៅថ្ងៃនោះសុំបានបាទញាតិញោមនិងអ្នករចនាប័ទ្មអ្នកធ្វើជាងទាំងអស់ហ្នឹងនិយាយឲ្យនិយាយស្រាប់នឹងសុំបានបាទថាមេត្តាកុំធ្វើកុំបន្តសកម្មភាពធ្វើប្របាទជ័យប្រមាណទី7ដោយមានតែបសិយស័កទៀតព្រោះមានតែបសិយស័កហ្នឹងហើយកន្លែងខ្លះមានតួខ្លួនទាំងមូលហើយប៉ុន្តែយើងកាត់ប្រហោះទាំងទ្វេហ្នឹងចោលទៀតអញ្ចឹងសុំបានបាទជាងទាំងអស់ថាសុំធ្វើឲ្យពេញលក្ខណៈត្រង់ហ្នឹងហើយជាពិសេសតាមសាលារៀនតាមវត្តអារាមខ្ញុំកណាឃើញល្អហើយគ្រប់សាលារៀនភាគច្រើនគឺយើងធ្វើរូបប្របាទជ័យប្រមាណទី7និងសម្ដេចព្រះសង្ឃរាជយុទ្ធនាជួនណាតដាក់នៅតាមវត្តអារាមនៅតាមសាលារៀនប៉ុន្តែរចនាប័ទ្មភាគច្រើនឃើញធ្វើណាកាត់ប្រហោះទាំងសងខាងចឹងច្រើនជាងពេញលក្ខណៈដូច្នេះអញ្ចឹងខ្ញុំប្រកាសណាអាត្មាសូមលើកទឹកចិត្តណាជាងឲ្យធ្វើពេញលក្ខណៈរបៀបនេះសូមមេត្តាសូមចិត្តបងសូមបានបាទហើយសូមមេត្តាបានបាទឲ្យធ្វើពេញលក្ខណៈហើយក៏សូមបានបាទអ្នកទិញទាំងអស់គ្នាទាំងគេទាំងអាត្មាហ្នឹងបើកាលណាឃើញជាងណាធ្វើតែបសិយស័កឬធ្វើឲ្យកាត់ប្រហោះទាំងសងខាងហ្នឹងកុំចូលរួមលើកទឹកចិត្តទិញហ្នឹងកុំទិញអាត្មាទិញយកមកដាក់កន្លែងមកធ្វើការនេះមិនមែនមានន័យតែស្រឡាញ់ទេប៉ុន្តែទិញមកហ្នឹងគោលបំណងថ្ងៃណាមួយនឹងនិយាយរឿងហ្នឹងដើម្បីដាក់សតិណាស្មារតីពលរដ្ឋយើងទាំងអស់គ្នាគ្រប់ចំនួននឹងប្រហែលបងអូនប្រុសដែលគាត់រៀនចប់បរិញ្ញាបត្រហើយគាត់នៅមានចម្ងល់រឿងរចនាប័ទ្មហ្នឹងទៀតហើយចុះតម្រាំតែកូនចៅយើងអ្នកខ្លះដែលគាត់អត់បានរៀនអត់បានសិក្សាស្វែងយល់អីគាត់រត់តែផន់ច្រឡំពីរឿងប្រវត្តិសាស្ត្រនឹងទៅទៀតរត់តែផន់ច្រឡំអំពីតួអង្គរបស់ណាវាអក្សត្រនៃយើងទៀតហើយកាន់តែយល់ខុសទៅនឹងហើយយើងនាំគ្នាចេះតែទិញយកមកដាក់ការិយាល័យកន្លែងធ្វើការទីអារាមផ្សេងចេះតែទិញតែបសិយស័កទិញតែតួខ្លួនដែរប៉ុន្តែអត់ដៃអត់ជើងអញ្ចឹងផ្ពាល់ឆែកមកចំហៀងអញ្ចឹងយើងចេះតែទិញយកមកដាក់មកដូចលើកទឹកចិត្តជាងហ្នឹងអាកាលណាជាងធ្វើដោយសារយើងទេតាដោយសារអញ្ចឹងយើងកុំបន្ទោសក្រុមហ៊ុនបើយើងអត់នាំគ្នាផឹកក្រុមហ៊ុនហ្នឹងក៏មិនដឹងថាធ្វើឲ្យណាផឹកអញ្ចឹងហើយអញ្ចឹងពេលខ្លះយើងអត់ត្រូវបន្ទោសគេទេយើងបន្ទោសខ្លួនយើងហើយអញ្ចឹងពេលខ្លះគេធ្វើបើយើងអត់នាំគ្នាទិញអានោះវាឈប់ធ្វើឥឡូវអាត្មាសូមបានបាទញោមទាំងអស់គ្នាប្រកាសណាគ្រប់ព្រះអង្គយើងកំណំគ្នាទិញជាងណាដែលធ្វើតែបសិយស័កឬធ្វើដាច់ប្រហោះទាំងសងខាងមិនពេញលក្ខណៈត្រង់ទ្រារបស់ព្រះមហាក្សត្រនៃយើងហ្នឹងយើងកំណំគ្នាទិញហើយកាលណាយើងអត់នាំគ្នាទិញទៅយូរទៅគាត់កែមកធ្វើពេញត្រង់ទ្រាហ្នឹងវិញចឹងមកសូមបានបាទជាងទាំងអស់គ្នាដែរមកនិយាយចាំកំខឹងអាត្មាកាលោជាងធ្វើឲ្យលេង1000បសិយស័កអីលោកទៅនិយាយចាំខាតគាត់ហ្នឹងណាអាត្មាសូមកម្មាទោសជាងហើយក៏គ្រាន់តែសូមបានបាទអ្នកទិញក៏ដូចជាជាងទាំងអស់គ្នាយើងចាប់ពីថ្ងៃហ្នឹងទៅយើងនាំគ្នាធ្វើប្របាទជ័យប្រមាណទី7ឲ្យពេញត្រង់ទ្រាលក្ខណៈព្រោះយើងសិក្សាពីប្រវត្តិអរិយធម៌វប្បធម៌ប្រពៃណីអក្សរសាស្ត្រភាសានិងប្រទេសរបស់យើងក្នុងសម័យកាលនោះគឺអស្ចារ្យណាស់ជាអរិយប្រទេសជាប្រទេសដ៏អស្ចារ្យដែលមានអរិយធម៌វប្បធម៌ប្រពៃណីអក្សរសាស្ត្រភាសាទំនៀមទម្លាប់ចំណាស់ហើយក្រៅពីនោះយើងសិក្សាពីប្រវត្តិទៅឃើញថាខ្មែរយើងមានប្រវត្តិដ៏យូរលង់អស្ចារ្យណាស់បើដូច្នេះយើងក៏បីថែរក្សានៅស្នាប្រហោះរបស់ព្រះអង្គ
នឹងព្រះអង្គបានបន្សល់ទុកឲ្យនៅអង្គរវត្តនឹងនៅស្នាប្រហោះរបស់ព្រះអង្គច្រើនណាបើទោះបីជាយើងរក្សាបានខ្លះមិនបានខ្លះនឹងយើងមិនបន្ទោសអ្នកណាក្នុងសម័យកាលណាទេប៉ុន្តែសម័យកាលព្រះអង្គយើងសិក្សាពីប្រវត្តិទឹកដីយើងធំធេងណាស់អ្វីដែលព្រះអង្គមានគឺអស្ចារ្យណាស់ប៉ុន្តែឥឡូវនេះយើងជាកូនចៅរបស់ព្រះអង្គយើងក៏មានមោទនភាពដូចគ្នាផ្ទុយនឹងពីយើងមានមោទនភាពយើងត្រូវនាំគ្នាថែរក្សាចូលរួមនឹងតាំងពីវប្បធម៌ប្រពៃណីអក្សរសាស្ត្រភាសាទំនៀមទម្លាប់មិនមែនតែរឿងហ្នឹងមួយទេប៉ុន្តែចំណុចសំខាន់យើងគួរយកចិត្តទុកដាក់ជាមួយនឹងរឿងហ្នឹងដែរបើយើងនឹកគុណព្រះអង្គយើងស្រឡាញ់ស្នាប្រហោះនៅវីរភាពដែលព្រះអង្គបន្សល់ទុកឲ្យយើងនៅស្នាប្រហោះរបស់ព្រះអង្គដែលព្រះអង្គធ្លាប់មានចំពោះយើងដែលជាកូនចៅខ្មែរនៅទឹកដីសវណ្ណភូមិយើងនេះយើងគួរគប្បីពិចារណាទាំងអស់គ្នាឡើងវិញយើងធ្វើអីយើងគប្បីយល់ពីហេតុនិងផលហើយយើងពិចារណាពីការសំហេតុសំផលនឹងកាលណាយើងយល់ថាយើងធ្វើអីទៅវាសំហេតុសំផលយើងធ្វើទៅមិនសូវខុសទំនងទេនឹងអញ្ចឹងមិនមែនមានន័យថាអាត្មាថាអញ្ចឹងទៅប្រកាសណាលោកម្ចាស់ញាតិញោមជាងអីមិនយល់មិនមែនទេគាត់សត្វតែយល់ដឹងហើយប៉ុន្តែពេលខ្លះប្រវត្តិអាត្មានិយាយសិក្សាស្រាវជ្រាវពីប្រវត្តិហេតុអីបានជាខ្មែរយើងមានរចនាបថឆែកផ្ទាល់មួយចំហៀងឬកាប់ប្រហោះទៅទ្វេឬមានតែបស័យស័ករឿងប្រវត្តិមានតែបស័យស័កគឺចេះបើប្រវត្តិឆែកផ្ទាល់មួយចំហៀងដោយសារជាងយករចនាបថតាមភាសាខ្លះដែលមានរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី7ហ្នឹងគេសិក្សាស្រាវជ្រាវមកមានសភៅរបស់ជីវៈតក្វាន់អីដែលទៅសេហើយមានដាក់រូបខ្លះហ្នឹងក៏មានឆែកផ្ទាល់ឆែកអីទៅគាត់ទៅសេគាត់ថតឯកសារបរទេសខ្លះគាត់ថតទៅតាមផ្ទាំងសិលារូបសំណាកដែលយើងមានសក្តិសង្គ្រាមច្រើនសតវត្សក្នុងសម័យកាលក្រោយៗមកនេះយើងមានសង្គ្រាមរហូតប្រទេសជាតិយើងជាមួយប្រទេសជិតខាងហ្នឹងណាគេវាទីគេវាយដណ្ដើមយើងណាធ្វើបាបយើងច្រើនណាស់នឹងរហូតដល់ចុងក្រោយនេះយើងខ្មែរហើយនឹងខ្មែរគ្នាឯងនឹងទៅទៀតណាដល់អញ្ចឹងទៅវាបាក់វាបែកទៅគេក៏ណាស្រាវជ្រាវសិក្សាប្រវត្តិមកណាអ្នកក្រោយៗគេចិត្តតែថតអារូបដែលដាច់នឹងអញ្ចឹងទៅក៏យកទៅធ្វើរចនាបថរបៀបអញ្ចឹងតែអានេះរឿងឆែកផ្ទាល់ហ្នឹងចុះអារឿងមានតែបស័យស័កអាហ្នឹងមិនមែនមកពីជាងខ្មែរយើងមើលតាមភាសាតាមនេះទេគឺប្រវត្តិហ្នឹងវាមានយូរហើយដោយសារថៃវាអត់ចូលចិត្តស្ដេចយើងក្នុងការចំណងនោះអត់ចូលចិត្តខឹងព្រះបាទជ័យវរ្ម័នទី7របស់យើងបើយើងសិក្សាប្រវត្តិប៉ុន្តែយើងកុំនិយាយប៉ះពាល់ឈ្មោះរបស់ប្រទេសគេអីគេមិនសប្បាយចិត្តនឹងយើងហើយគេក្រោយពីព្រះបាទជ័យវរ្ម័នទី7លោកបាត់បកាយមកលោកសោយទីមង្គតទៅអាពួកហ្នឹងក៏វាបញ្ចុះមនោគមវិជ្ជាធ្វើរូបមានតែបស័យស័កឲ្យមុខនឹងដូចប្រភពនឹងដូចព្រះបាទជ័យវរ្ម័នទី7នៃយើងដែលធ្វើពីស្ពាន់ពីសម្រាប់របស់មានតម្លៃខ្លះនិងរបស់ណាបំផន់ភ្នែកយើងខ្លះហើយយកមកដូចជារបស់ជាលុយជាកាក់ជាស្រូវជាអង្គរបស់យើងវិញហើយយកមកដោយចែកឲ្យប្រជាពលរដ្ឋយើងលើកទឹកចិត្តថានរណាបានយករូបព្រះបាទជ័យវរ្ម័នទី7បស័យស័កយកទៅដាក់នៅផ្ទះមានសេរីសុស្ដីមានមង្គលហើយជាការគោរពបូជាឲ្យតម្លៃវិរៈក្សត្រអីអញ្ចឹងទៅវាមានមេខ្យល់ដើរនាំអញ្ចឹងទៅក៏យើងនេះចេះតែទិញចេះតែដូរយកមកដាក់លើផ្ទះគោរពបូជាដោយសារចំណងនឹងប្រជាពលរដ្ឋរបស់យើងស្រឡាញ់ស្ដេចណាគោរពស្ដេចណានឹងឲ្យតណ្ណានិយាយពីរឿងស្ដេចមានស្អីបោះស្ដេចយកមកដាក់ក្នុងផ្ទះគឺដូរជីវិតក៏សឹងតែដូរដែរអញ្ចឹងទៅក៏យើងចេះតែនាំគ្នាយកមកដាក់ក្នុងផ្ទះសម័យកាលហ្នឹងច្រើនដែលធ្វើពីសម្រាប់ធ្វើពីស្ពាន់ធ្វើពីរឿងអ្វីផ្សេងយកមកដាក់នៅក្នុងផ្ទះមានតែបស័យស័កហ្នឹងបានតែយើងចេះតែនាំគ្នាធ្វើកូនចៅក្រោយមកយើងអត់បានយល់ពីមូលហេតុមិនមែនមិនយល់ទេញាតិញោមសិតតែសិក្សាស្វែងយល់ប៉ុន្តែគ្រាន់តែពេលខ្លះញាតិញោមមិនបាននិយាយទៅឬក៏មិនចង់និយាយអាត្មាក៏ដាក់សតិបន្តិចទៅអញ្ចឹងយើងកុំឲ្យចាញ់កលគេយើងទៅធ្វើឲ្យពេញលក្ខណៈកុំឲ្យគេបតកបង្អាប់បន្ទាបបន្ថោកស្ដេចយើងហើយយើងចេះតែនាំគ្នាធ្វើប្រកាន់ជាប់តាមអ្វីដែលគេបទាបបន្ថោកគេមិនឲ្យតម្លៃស្ដេចយើងមកបើដូច្នេះទៅធ្វើឲ្យពេញលក្ខណៈត្រង់ព្រាយដូចអញ្ចឹងខ្ញុំប្រកាសណាទិញមកហ្នឹងខ្ញុំកាលណាស្រឡាញ់ហើយទិញច្រើនកន្លែងខ្ញុំកណ្ដាលធ្វើការខ្ញុំកណ្ដាលទិញដាក់កន្លែងខ្ញុំកណ្ដាលនៅសឹងនោះក៏ខ្ញុំកណ្ដាលទិញដាក់ហើយព្រះហើយនឹងប្របាទជ័យវរ្ម័នទី7ហើយសម្ដេចជួនណាតអីខ្ញុំកណ្ដាលធ្វើបតោងដាក់ក្នុងថងយាមអញ្ចឹងទៅខ្ញុំកណ្ដាលស្រឡាញ់ហើយនឹងញោមស្រីខ្ញុំកណ្ដាលអីហ្នឹងស្ដាច់ចូលនៅក្នុងបតោងថងយាមតាមខ្ញុំកណ្ដាលរហូតឥឡូវយើងកុំនិយាយរឿងវែងឆ្ងាយយើងខ្ញុំកណ្ដាលលើកឡើងហើយណាគ្រាន់តែសុំបិណ្ឌបាតជាងថាពីថ្ងៃហ្នឹងទៅយើងកុំធ្វើដាច់ប្រហោះទាំងសងខាងឬធ្វើមានតែបស័យស័កខ្ញុំប្រកាសថាសុំបិណ្ឌបាតជាងទាំងអស់គ្រប់ជាងឲ្យតែជាខ្មែរយើងហើយបើជាងនៅធ្វើទៀតសូមបិណ្ឌបាតប្រកាសណាលោកចាស់ញាតិញោមទាំងអស់គ្នាវិញថាឈប់នាំគ្នាទិញហ្នឹងទិញប្របាទជ័យវរ្ម័នទី7ដែលគេធ្វើតែបស័យស័កឬដាច់ប្រហោះទាំងសងខាងហើយជាពិសេសអាចារ្យគណៈកម្មការនិងនាយកសាលាតាមសាលាសូមមេត្តាធ្វើរូបសំណាកប្របាទជ័យវរ្ម័នទី7កែត្រង់ព្រាយឡើងវិញយើងធ្វើឲ្យពេញលក្ខណៈនិងតាមអ្វីដែលព្រះអង្គមានដែលមហាវីរៈក្សត្រនៃយើងលោកពេញលក្ខណៈទាំងអស់អត់មានខ្វះលក្ខណៈទេប្របាទជ័យវរ្ម័នទី7បើយើងនិយាយពីលក្ខណៈសម្បត្តិរបស់លោកមិនមែនលោកមានតែទស្សនវិជ្ជាធម៌ទាំង10តែប៉ុណ្្នឹងទេលក្ខណៈសម្បត្តិរបស់លោកអស្ចារ្យណារូបរាងរបស់ព្រះអង្គហ្នឹងក៏មិនធម្មតាបើយើងនិយាយឲ្យងាយស្រាប់ទៅសង្ហាមិនធម្មតាទេប្របាទជ័យវរ្ម័នទី7ស្អាតណាហ្នឹងទោះបីយើងកើតមិនទាន់ប៉ុន្តែយើងសិក្សាស្រាវជ្រាវពីប្រវត្តិមកឃើញរូបរាងត្រង់ព្រាយលក្ខណៈរបស់ព្រះអង្គគឺព្រះអង្គដឹងទៅស្អាតទាំងរូបសម្បត្តិចិត្តសម្បត្តិវិជាសម្បត្តិបញ្ញាសម្បត្តិគឺព្រះអង្គអស្ចារ្យតែហ្មងរូបសម្បត្តិក៏អស្ចារ្យចិត្តសម្បត្តិក៏អស្ចារ្យសពទុករបស់នេះគឺជាសពទុករបស់ព្រះអង្គទុករបស់នេះគឺទុករបស់ព្រះអង្គចិត្តសម្បត្តិរបស់ព្រះអង្គគឺដូចទេវតាអញ្ចឹងចំពោះយើងគ្រប់គ្នារូបសម្បត្តិរបស់ព្រះអង្គក៏ល្អបញ្ញាសម្បត្តិព្រះអង្គភ្លឺស្វាងណាអស្ចារ្យណាស់ដឹកនាំតបទៅធ្វើសក្តិសង្គ្រាមពេលណាក៏មិនដែលចេះបរាជ័យទេគឺអស្ចារ្យគ្រប់ពេលគ្រប់វេលាទាំងអស់បើអញ្ចឹងបញ្ញាសម្បត្តិក៏ព្រះអង្គប្រសើររូបសម្បត្តិក៏ព្រះអង្គប្រសើរចិត្តសម្បត្តិក៏ព្រះអង្គប្រសើរការដឹកនាំប្រទេសរបស់ព្រះអង្គប្រកបព្រមដោយទស្សនវិជ្ជាធម៌ទាំង10ទើបធ្វើឲ្យប្រទេសមួយនេះទៅជាមហាប្រទេសដ៏អស្ចារ្យបើដូច្នេះយើងជាប្រជាពលរដ្ឋទាំងអស់គ្នាយើងចូលរួមថែរក្សានៅអ្វីដែលព្រះអង្គធ្លាប់មាននិងព្រះអង្គបានសល់ទុកឲ្យយើងសពថ្ងៃនៅសល់ប៉ុណ្ណាយើងនាំគ្នាថែរក្សាប៉ុណ្ណឹងទាំងអស់គ្នាឲ្យបានគង់វង្សកុំឲ្យសាបសូន្យហើយជាពិសេសខ្ញុំប្រកាសអាត្មាភាពសង្វេគពេលដែលឃើញរូបប្របាទស្ដេចដ៏អស្ចារ្យនៃយើងគេត្រូវកាត់